Rụp chế số bông bỏ tỏ khỉ ní trong chua xe sẵn nhà chỉ xa rừng nơi thạ tiệp rằm bê này là bờ thi an trả chết ngày ní phòng đai là bờ thi an trả chết ban rếp trăm đầm nà tôi sẵn cách sắc xa một tôi sẵn cách nâu ủ chiên xuân sát nông tà máu mình chạm một đô sẵn cua sắt prey nâng bà sát tập rôm nơi khai tà kèo xâm rạp sát thạ tiệp rằm bê chung nôn bay bốn rồi đập bay nèจะปิดថ្ងៃទី5ខែមករាឆ្នាំ2026ដល់ថ្ងៃទី27ខែមករាឆ្នាំ2026ដូចនេះចង់ដឹងថាដំណើរទស្សនកិច្ចសិក្សារបស់យើងមានសកម្មភាពអ្វីខ្លះតោះទៅទស្សនាទាំងអស់គ្នានាពេលព្រឹកសាសានុសិស្សទាំងអស់បានមកជួបជុំគ្នានៅសាលាដើម្បីចេញដំណើរឆ្ពោះទៅកាន់ឧទ្យានសួនសត្វភ្នំតាម៉ៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនិងប្រាសាទតាព្រំខេត្តតាកែវតាមរយៈរថយន្ត BRT ទេសចរណ៍អំឡុងពេលធ្វើដំណើរបងមគ្គទេសនៃ BRT ទេសចរណ៍ក៏បានចែកជូននៅអាហារសម្រន់ពេលព្រឹកតាមរថយន្តដល់សិស្សានុសិស្សផងដែរឥឡូវនេះយើងក៏បានមកដល់គោលដៅចំណតសម្រាប់ដែលបងខាង BRT ទេសចរបានអនុញ្ញាតឲ្យយើងចូលសម្រួលអេរីយ៉ាបតចូលបន្ទប់ទឹកក៏ទិញរបស់ញ៉ាំមួយចំនួននិងថតរូបលេងផងដែររួចយើងក៏បានបន្តដំណើរទៅមុខទៀតអំឡុងពេលធ្វើដំណើរបងក៏បានរៀបរាប់ពីដំណើរទស្សនកិច្ចនិងទីតាំងភូមិសាស្ត្រផ្សេងៗជាពិសេសគឺខេត្តតាកែវដែលជាគោលដៅរបស់យើងភ្នំតាម៉ៅនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃជាសួនសត្វដ៏ធំក្នុងប្រទេសកម្ពុជានិងជាមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅមានទីតាំងស្ថិតនៅភូមិត្រពាំងសាបឃុំត្រពាំងសាបស្រុកបាទីខេត្តតាកែវឧទ្យានសួនសត្វភ្នំតាម៉ៅមានដីទំហំសរុប2025ហិកតាដែលស្ថិតនៅមួយតំបន់នៅក្នុងចំណោម3តំបន់ដែលជាតំបន់សម្រាប់ធានាការធ្វើវិបុលកម្មសត្វព្រៃការអភិរក្សនិងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាពដែលមានផ្ទៃដីទំហំ1021ហិកតាហើយពួកយើងបានឃើញសត្វជាច្រើនប្រភេទសត្វខ្លះមិនដែលឃើញពីមុនទៀតផងបន្ទាប់មកយើងក៏បានស្រស់ស្រូបអាហារពេលថ្ងៃបរិយាកាសនៅទីនេះពិតជាស្អាតនិងស្រស់ស្រាយមែនទែនហើយសិស្សានុសិស្សគ្រប់គ្នាបានទទួលទានអាហារឆ្ងាញ់ៗជាពិសេសជួបជុំមិត្តភក្តិដោយភាពសប្បាយរីករាយលើសពីនេះយើងក៏បានបន្តដំណើរឆ្ពោះទៅប្រាសាទតាព្រំដែលជាប្រាសាទមួយដែលបានកសាងឡើងក្នុងរជ្ជកាលព្រះមហាក្សត្រព្រះបាទជ័យវរ្ម័នទី7នៅចុងសតវត្សទី12ក្នុងអំឡុងឆ្នាំ1186គ្រិស្តសករាជដើម្បីឧទ្ទិសថ្វាយដល់ព្រះមេដារបស់ព្រះអង្គជាចុងក្រោយនេះខ្ញុំសូមគោរពអរគុណទៅដល់ថ្នាក់ដឹកនាំសាលា BRT អន្តរជាតិដែលបានរៀបចំដំណើរទស្សនកិច្ចសិក្សាដើម្បីឲ្យសិស្សានុសិស្សស្វែងយល់ពីចំណេះដឹងថ្មីៗនិងស្វែងយល់អំពីប្រវត្តិសាស្ត្រនិងអរិយធម៌របស់កម្ពុជាសូមគោរពអរគុណនិងសូមជម្រាបលា BRT, the best quality of education in Cambodia.